Ban số đây bằng mai bằng ôn chẳng tận đích nhưng mà update chuyên bằng ôn tiệt hơi chẳng nó cứ mà mờ sâu cả bị tận muốn dừng slap xe tí ở lâu nó chấp đam tum cỏ hò mày chẳng nó bằng ôn đấy bàn tay để xa dừng chất chung chẳng chưa toàn chô tế ở dừng chăm chung hơi chẳng nó bằng ôn đấy chung hơi dừng đập đam chô hơi chẳng nó bằng ôn đấy chung hơi nhầm đừng chô hơi nâng người nhầm đừng mò lại bằng ôn mơ nâng thở bằng ôn mơ nó về để chô tiệt chẳng nó vào sân hình tầm nề chẳng bằng ôn đấyแล้วในบางปูเนี่ยกรอบเวียกรอหอมดะกรอบอหอยดะหลังโปบ่งเอ็มมองปูนะบ่งเอ็มปานนั้นយើងជ្រោតវាជាកណ្ដាប់មកបែននេះមកបុកមកណាដាល់បុកដាល់កាដាល់បុកណាបងប្អូនណាណែបងប្អូនអើយស្រូវឆ្នាំនេះឃើញគួរសមគ្រាន់បាទដែរអញ្ចឹងណាបងប្អូនណាហើយមានផ្លែច្រើនណាបងប្អូនណាមើលផ្លែវាគួរធំទៅវែងបងប្អូនណាស្លឹកវានៅខៀវទេប៉ុន្តែដល់ទៅពេលគ្រាប់ទុំក្រហមអញ្ចឹងណាបងប្អូនណាយើងគិតថាទុកចាំមកទឹកក្រោយចាំយើងច្រូតអញ្ចឹងណាបងប្អូនណាដោយសារតែឥឡូវនេះជាពីជុំធំអញ្ចឹងហើយយើងចូលរវល់ហើយណាមួយក៏គេមិនសូវទិញប្រហែលដែរអញ្ចឹងណាអញ្ចឹងហើយយើងចាំជុំហើយយើងតនេផងអីផងយើងនឹងចាប់ដើមហើយឲ្យមិនសិនស៊ីអញ្ចឹងណាបងប្អូនណាហ្នឹងហើយនេះខ្ញុំដើរឲ្យបងប្អូនមើលពី3ស្រែហ្នឹងប្រហែលជាខ្ទង់ប្រហែល2តាអញ្ចឹងណាបងប្អូនណានេះបងប្អូនអើយផ្លែហើយស្រូវឆ្នាំនេះខ្ញុំគិតថាដោយកន្លែងនេះបងប្អូនកន្លែងខ្លះអត់ទឹកក៏បានហើយកន្លែងខ្លះមានទឹកក៏បានគួរសមទៅអញ្ចឹងណាបងប្អូនណាដោយកន្លែងដប់ហើយឆ្នាំនេះអត់សូវមានទឹកធំទេបងប្អូនណាមើលទៅបើតាមខ្ញុំមើលវាសឹងរាំងសឹងគ្រប់កន្លែងបងប្អូនណាហើយមានខេត្តខ្លះក៏អត់មានទឹកដែរស្រូវក៏ស្វិតតាមនឹងអញ្ចឹងទៅបងប្អូនណាមើលគួរវាធំទៅវែងអញ្ចឹងណាបងប្អូនណាសង្ឃឹមថាមហាតាបាន4-5 តោនដែរអញ្ចឹងណាបងប្អូនណាយើងនិយាយតិចកុំឲ្យច្រើនអញ្ចឹងបងប្អូនណាហើយបើសិនជាពេលជ្រើសនឹងបើសិនជាបានមកខ្ញុំប្រាប់តំណងជូនបងប្អូនថាតើមហាតាបានប៉ុន្មានតោនអញ្ចឹងណាខ្ញុំពេលជ្រើសខ្ញុំអាប់ដេតជូនបងប្អូនទៀតបើសំណុំករណីដែលខ្ញុំមកបាន live ផ្ទាល់ជាមួយនឹងការជ្រូតស្រូវណាបងប្អូនណាដែលបងប្អូនមកគួរវាដាក់ក្រហមអស់ហើយស្លឹកនៅខៀវអញ្ចឹងប៉ុនេះពេញឆ្ងាញ់បងអីស្រួយខ្ញោកភាសាការថាសមាលីវិញគឺថាមកអេមតែម្ដងបុកអញ្ចឹងណាបងប្អូនណាអានេះសង្ហែឬក៏រំដួលអីចឹងទៅពិបាកហើយវាស្តៀងទៅគ្នាដែរបងប្អូនណាដូចតែសមាលីដែរស្តៀងគ្នាទេអញ្ចឹងណាបងប្អូនណាកន្លែងនេះវាល្អវាទ្រមទៅវាដួលតិចតួចអញ្ចឹងណាបងប្អូនវាល្អពេកទៅកន្លែងហ្នឹងវាក្លុកដល់ពេលអញ្ចឹងខ្យល់មកផងអាចិត្តប្រជុំនេះខ្យល់មកវូទៅវាទៅជាដួលរលំអីខ្លះអញ្ចឹងណាបងប្អូនណាប៉ុន្តែយើងមិនជាធ្វើទេសង្ឃឹមថាទឹកក្រោយយើងបាននេះអត់ខ្យល់ច្រើនចាស់ហ្នឹងបងប្អូនណាណែបងប្អូនអើយយើងដើរមើលស្រូវមើលស្រែទៀតហើយនេះបងប្អូនណាដោយសារតែយើងកម្រងច្រូតនៅក្នុងអាទិត្យហ្នឹងដែរប៉ុន្តែច្រូតអត់ទាន់បងប្អូនណាវានៅកូនមួយដែលអត់ទាន់ស្រស់គ្នាអញ្ចឹងហើយយើងគិតថាវានៅមិនមែនតាន់ស្រស់ទេមានន័យថាវានៅរៀងខៀវតិចអញ្ចឹងដល់ពេលទឹកក្រោយភ្ជុំហើយនេះបងប្អូនណាទឹកក្រោយភ្ជុំហើយថ្ងៃទី5ទី6នេះយើងអាចច្រូតបានដែរអញ្ចឹងហើយយើងនឹងថតឲ្យបងប្អូនមើលម្សិលទៀតនៅពេលដែលច្រូតហៅម៉ាស៊ីនច្រូតមកម៉ាស៊ីនស៊ីមកអញ្ចឹងណាហើយនឹងខ្ញុំអាប់ដេតថាតើមហាតាបានចំនួនប្រហែលតោនអញ្ចឹងណាបងប្អូនហើយតម្លៃមិនដែរញ៉ាំបងប្អូនខ្ញុំនឹងស៊ូមឲ្យបងប្អូនមើលផ្លែស្រូវពីព្រោះអានេះមើលអត់សូវច្បាស់ទេបងប្អូនដោយសារតែខ្ញុំថតទៅវាអត់សូវនេះដោយសារតែវានៅតាមស្រែវាអត់សូវចាំអាសេវាបានអីបានអញ្ចឹងណាបងប្អូនណាបងប្អូននេះវាអត់សូវច្បាស់ឲ្យចាំងថ្ងៃផងមកពេលថ្ងៃផ្សារនេះបងប្អូនណាមកខ្ទង់ម៉ោង2ម៉ោង3ហើយហ្នឹងបងប្អូនណាវានឹងមានថ្ងៃបើពេលល្ងាចហ្មងគឺស្ទុំហើយអេមែនតែនទេសភាពណាបងប្អូនណាបាទនេះបងប្អូននេះកន្លែងគេវាចដូចថាត្រីពងណាត្រីពងទៅយើងវាចមើលកន្លែងហ្នឹងដូចសិតតែខ្ញុំកូនវាតែត្រីផ្ទក់បងប្អូនវាពងមិញលងឡើងវាលូយើងដាក់ស្ទាបជើងទៅលាបកន្លែងទៅគឺលងបាទហ្នឹងបាទកន្លែងវាពងហ្នឹងបងប្អូនណាវាផ្ដាល់កូនហើយលើវាញុះហើយអញ្ចឹងណានេះបងប្អូនណាឥឡូវនេះយើងចាប់ដើមមើលជុំវិញស្រែមើលតើវាល្អក្រហមកម្រិតណាហើយបងប្អូនណាវាមានក្រហមឬក៏មានទុំអស់ហើយនៅប៉ុន្តែនេះបងប្អូនណាមានដើមជាច្រើនគេហៅថាដើមដង្កៀបក្តាមបងប្អូនណាដើមដង្កៀបក្តាមនេះដែរខាងនេះវាអត់មានផ្លែវាបងប្អូនណាមានស្លឹកលាស់ត្រួយខ្ចីញញតែម្ដងអញ្ចឹងណាបងប្អូនណាហ
ហើយបើសិនជាមានគេហៅថាមានផ្លែវាឆ្ងាញ់បងប្អូនណាបុកជ្រលក់អំបិលគឺអេមែនតើដើមគៀបដើមនេះបងប្អូនណាហ្នឹងហើយនេះជុំវិញហ្នឹងគឺមានដើមសិតតែដើមគៀបដើមបងប្អូនណាអូបងប្អូនអើយនឹកគឺដើមគៀបដើមហ្នឹងឆ្ងាញ់មកបងអំបិលជ្រលក់មកគឺចាប់មន់ជីពីបដាក់ទេហិលហើយមកអេមែនតើបងប្អូនក៏លុកវាឃើញក៏នៅក្មេងៗចឹងឯងដើរទៅគ្វាលគោចឹងយើងបុកមកដាក់ក្នុងថង់មួយជាមួយតបលឹកជែកចឹងណាចឹងទៅដល់នំនេះឡើងបេះដើមផ្លែគៀបដើមមកយកមកដល់ក៏លុកមួយហូបឆ្ងាញ់ណាបងប្អូនអើយជាតិមែនទែនហើយទឹកមកកដុងពេលដែលហូបហើយញ៉ាំទឹកស្ងល់ចង់អស់បងប្អូនវាឆ្ងាញ់ហ្នឹងវាហើផងស្រក់ទឹកមកតែម្ដងហ្នឹងនិយាយពីដើមគៀបដើមចឹងណាបងប្អូនណាឡើយចូលបែរមកយើងស្រូវវិញយើងដើរចិត្តអស់ឥឡូវហើយខ្ញុំដើរបដានេះបដានិយាយបដាចឹងណាបងប្អូនណានេះយើងចាប់ផ្ដើមបដាហើយបងប្អូនឥឡូវនេះវាស្រែវាស្រូវចាប់ផ្ដើមប្រែពណ៌ខ្លះហើយពីមុនខៀវស្រងាត់ប៉ុន្តែឥឡូវវាស្រែទៅជាក្រហមព្រឿងគេក្រហមអាហ្នឹងគេហៅថាដល់រដូវវាទុំណាបងប្អូនណាគេហៅថាវាទុំអញ្ចឹងហើយវាទៅជាប្រែពណ៌វិញហើយបងកាលពីមុនគេហៅថាខៀវស្រងាត់អាហ្នឹងវានៅខ្ចីវាអត់ចេញអញ្ចឹងណានៅពេលដែលស្រូវទុំអញ្ចឹងនៅជុំវិញហ្នឹងគឺទៅជាក្រហមវិញអញ្ចឹងបងប្អូនណាហ្នឹងហើយបងប្អូនអើយខ្ញុំថ្ងៃនេះខ្ញុំដើរមកមើលស្រូវមើលស្រែទៀតហើយដោយសារតែវាអត់ទាន់បានច្រូតអញ្ចឹងខ្ញុំនឹងមើលរហូតដល់តែស្រូវនឹងបានច្រូតអញ្ចឹងបងប្អូនខ្ញុំជប់ឡាយអញ្ចឹងណាអញ្ចឹងខ្ញុំមួយអាទិត្យខ្ញុំអាប់ដេតម្ដងមួយអាទិត្យខ្ញុំអាប់ដេតម្ដងអញ្ចឹងអាទិត្យក្រោយបើសិនជាខ្ញុំទំនេរព្រោះអាទិត្យក្រោយនឹងច្រូតហើយបើសិនជាខ្ញុំទំនេរខ្ញុំនឹងមកថតឲ្យបងប្អូនមើលអញ្ចឹងណាហើយនឹងតម្លៃវាមិនមកអីហើយបានមិនមកអីនោះអញ្ចឹងបងប្អូនខ្ញុំនិយាយបញ្ជាក់ដដែលទេអញ្ចឹងណាបងប្អូនណាដើម្បីឲ្យបងប្អូនបានដឹងថាទៅក្រោយរងចាំទស្សនាទាំងអស់គ្នា